bà chấm điệp xuống bụng mẹ bụng ôn bà sẽ nhằm một đợt thì đó một hộp 100 ngày đấy một hộp nghỉ vậy bà tại một hộp sẽ nhằm cái đi play trên kia tích bà khơi nấu cà điệp chồng bà sẽ nhằm mà bà bẹp thầm đa hai chấm hiền 4 ngày nắng miền hà ta xúc ăn chỉ đi cô bẹp hà ta sắp xài lại đấy bà bẹp men kia nè thì trong này bà hai chấm hiền 4 nó sẽ nhằm lọp thàนี่คือซักอันนี้กูบ่าจำนวนเชียง1 กิโลเอาไปต่อหม้อคือมีฉนังเตะมือสะอาดบ่าคือถ้าลบสัญญาณคือโยซักนี่ซักอันนี้นึงโยโมจะโจฉนังนึงต้องไปสอบเลยตักดาวปุ๊บตอนรอบครับเราจะจัดจังอาบđầm lọp của xa xem nhắn thì phương chân bà thành lệnh nặng lại thì thôi xây chết thật là một đằng này đấy bà và dừng tụng chân ở du thì nó rồi cắt chít áp mình bàn người ta thằng liêng á và liêng tất đầu rồi liêng sử súp chân thì cô mà 100 ថ្ងៃរបស់សាច់ញ៉ាំចូលទៅមកបាទយើងចាក់ចូលសម្រាប់នៅហើយបងប្អូនបាទចឹងមកបាទយើងដាក់មកកន្លែងហ្នឹងមកតមកយើងមើលនៅគ្រឿងផ្សំបាទដែលត្រូវមានគ្រឿងមានបន្លែប្លុកយើងទុកត្រៀមបាទទី1គ្រឿងផ្សំយើងមានបន្លែប្លុកហ្នឹងទី1គឺល្ហុងយើងគៀនវាបន្ទាប់មកមានបាទស្តៀងគ្នានេះហៅថាដលងបារាំងមួយតមកទៀតនេះបាទបាសនេះទុកបងចុងក្រោយគេថាឲ្យមានបន្លែពណ៌បៃតងដើម្បីសុខភាពល្អមានខ្ទឹមបារាំងមានការ៉ុតអានេះគ្រឿងផ្សំវាបាទអូរាប់រៀបគ្រឿងផ្សំមុនមកនេះដេងក្រូចខ្ទឹមសបាទបន្ទាប់មកចំណែកតមកទៀតយើងមកមើលណាំងស៊ុបរបស់យើងបាទអូនេះរៀងធំបន្តិចហើយបាទណាំងស៊ុបរៀងធំបន្តិចហើយអញ្ចឹងតែញ៉ាំរៀបចំបងគ្រឿងមានប័រមានទឹកត្រីធម្មជាតិបាទល្ងាស់ដីដៃក្មេកនៅស្រុកផ្ញើយកមកហូបបាទចឹងហើយកូរនឹងវិញមកបាទតមកទៀតងាកមកខាងគ្រឿងផ្សំនេះវិញបាទគេត្រូវបងល្ក្រូចបាទចូលហើយតមកទៀតខ្ទឹមលេងដាក់ទៅជាមួយគ្នាមកខ្ទឹមសបាទដុតទេបាទចឹងហើយឲ្យវាពុះចូលទឹកបន្តិចចាំយើងបងសាច់បាទពុះហើយបាទពុះlâuហើយបាទពុះlâuហើយជួលហើយបាទតែញ៉ាំជិលកាត់ខ្ជូងបាទឥឡូវពុះហើយបាទខ្ញុំតែញ៉ាំចាប់ដើមបងសាច់បាទតាមបងសាច់ស៊ុបឆ្អឹងជំនីគោ
បាទហើយហុយបាទហុយបាទចឹងយើងមិនទាន់បានបងបន្លែទេបាទចឹងតែញ៉ាំបើកមើលម្ដងទៀតហើយបាទហុយហើយបាទហុយហើយបាទពុះហើយបាទណាស់សេរីវាបន្តិចបាទពុះហើយតែញ៉ាំបន្ថែមរសជាតិតិចក្រហមបាទក្រហមសៅស៊ុបយើងនឹងបាទហៅថា BJ ប៉ាំងលុកបាទទៅទៀតបាទសាច់ញ៉ាំចាប់ដើមបងបន្លែបាទបន្លែហើយបាទគឺលហុងមុនគេដោយសារវារៀងចុះមកទៀតលងបារាំងទៅទៀតការ៉ុតបាទចឹងតែញ៉ាំគោវាបន្តិចបាទឆ្នាំងធំហ្មងបាទផែនជាមិត្តភក្តិអាចមកភ្លក់បានបាទឥឡូវសាច់ញ៉ាំប្រហើបមើលទៀតបាទឲ្យសញ្ញាព្រួចបាទឲ្យសញ្ញាព្រួចហើយតែញ៉ាំគោវាមើលតិចទៀតបាទអូសំណងបងប្អូនបាទសំណងនៅបងបន្លែបន្តទៀតបាទសំណងទេបងប្អូនបាទយ៉ាងសាច់ញ៉ាំសូមជម្រាបលាបាទសូមទទួលវគ្គបន្តទៀតសូមអរគុណច្រើន